បាទព័ត៌មានដែលទៅលើកឡើងបន្ថែមនេះគឺជាព័ត៌មានដែលបន្ទាប់ពីយើងបានចុះផ្សាយទាក់ទងនឹងការត្រួតពិនិត្យទំនិញរបស់កម្មមន្ត្រីកម្មមន្ត្រីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលធ្វើការត្រួតពិនិត្យតែនៅផ្នែកហើយនឹងដៃហើយយកលុយពីពលករដែលអូសទេសដឹកទំនិញនានាពីផ្សារថៃមកចូលប្រទេសកម្ពុជាតាមរយៈច្រកទ្វារអន្តរជាតិប៉ោយប៉ែតហើយយើងនឹកសង្កេតឃើញថាក្នុងនោះសមត្ថកិច្ចកម្មគ្រប់គ្រងនៅតែបន្តអនុវត្តការត្រួតពិនិត្យដោយភ្នែកនិងដៃនិងលើឧបករណ៍ធ្វើតេស្តដំបូងជាធម្មតាតែអ្វីដែលឆ្លើយតបនឹងការចោទប្រកាន់របស់ប្រជាពលរដ្ឋម្ចាស់ទំនិញឬក៏អ្នកអូរទេសឬក៏អ្នកទទួលទានគ្រឿងបរិភោគនានានោះដែលចោទប្រកាន់ថាមន្ត្រីកម្មគ្រប់គ្រងគិតតែបញ្យល់លុយហើយនឹងត្រួតពិនិត្យទំនិញដោយមិនមានឧបករណ៍បច្ចេកវិទ្យាអីខ្ពស់សម្រាប់ត្រួតពិនិត្យគុណភាពម្ហូបអាហារឬគុណភាពទំនិញនោះទេក្នុងនោះការឆ្លើយតបបែបនេះលោកឧបសុភាពប្រធានស្នាក់ការត្រួតពិនិត្យប្រធានស្នាក់ការត្រួតពិនិត្យអធិស្ឋានបាទប្រធានកម្មគ្រប់គ្រងប្រចាំច្រកទ្វារអន្តរជាតិក៏ដូចជាប្រចាំខេត្តបន្ទាយមានជ័យបានផ្ដល់ព័ត៌មានតាមរយៈទូរស័ព្ទដល់អ្នកសារព័ត៌មានយើងការពីម្សិលមិញថាការត្រួតពិនិត្យទំនិញរបស់មន្ត្រីគយដែលឆ្លងកាត់នៅមាត់ច្រកទ្វារអន្តរជាតិតែចេញជា3ដំណាក់កាលគឺទី1ត្រួតពិនិត្យនៅព្រំដែនដោយអង្កេតលើគោលដៅដាក់ទំនិញនិងទី2ត្រួតពិនិត្យផ្ទាល់នៅចំណុចត្រួតពិនិត្យនិងទីតាំងដែលត្រូវស្តុកទំនិញទី3គឺត្រួតពិនិត្យនៅតាមទីផ្សារដែលទាក់ទងចំណុចការត្រួតពិនិត្យទៅលើទីផ្សាររបស់មន្ត្រីកម្មគ្រប់គ្រងគឺឃើញថាជារៀងរាល់ខែក្នុងមួយខែម្ដងពី2ដងមន្ត្រីកម្មគ្រប់គ្រងតែចុះត្រួតពិនិត្យនៅតាមទីផ្សារទៅមើលគុណភាពម្ហូបអាហារឬក៏ទំនិញដែលដាក់លក់នៅតាមស្តង់ឬក៏តាមទូកលក់ដូរក្នុងផ្សារក្នុងនោះយើងឃើញថាមានការធ្វើតេស្តទៅលើសរសៃគុយទាវទៅលើអំបិលដែលមានជាតិអ៊ីយ៉ូតហើយនឹងទំនិញដែលធ្វើការបរិច្ឆេទហើយដែលច្បាប់ហាមឃាត់នានាបានជាច្រើននិងបានកសាងសំណុំរឿងជាច្រើនដែលទាក់ទងនឹងការខ្លាចបន្លំប្រាក់អ៊ីហោទំនិញគ្មានគុណភាពដែលដាក់តាំងលក់ត្រូវបាត់ការប្រមានជាច្រើនដងមិនរៀងចានោះតាមតែកសាងសំណុំរឿងទៅតុលាការបាទចំពោះឆ្លើយតបនឹងបញ្ហាដែលចោទប្រកាន់របស់អ្នកអូរទេសឬក៏ម្ចាស់ទំនិញដែលថាមិនបានត្រួតពិនិត្យហើយយកទៅលុយនោះលោកក៏បានបញ្ជាក់ផងដែរថាគឺការត្រួតពិនិត្យមិនមែនចេះតែត្រួតពិនិត្យដោយកាក់ប្រទេសឬក៏យានយន្តទាំងឡាយណាដែលដឹកទំនិញពីប្រទេសថៃចូលមកកម្ពុជានោះទេបើត្រួតពិនិត្យលើគ្រប់ទំនិញលើគ្រប់មធ្យោបាយដឹកជញ្ជូនទំនិញទាំងអស់នឹងធ្វើឲ្យមានការកកស្ទះដែលនាំឲ្យប៉ះពាល់ដល់ហានិភ័យអញ្ចឹងគឺការត្រួតពិនិត្យគឺអាស្រ័យទៅលើការធ្វើសង្កេតទៅលើមុខសញ្ញាអ្នកដឹកជញ្ជូនឬក៏ក្រុមហ៊ុនណាដែលតែងតែបន្លំនាំផ្លាកនាំទំនិញខូចគុណភាពឬក៏ទំនិញដែលជាប់ហាមឃាត់នោះគឺយើងតែងតែធ្វើការត្រួតពិនិត្យទៅលើមុខសញ្ញានោះតែម្ដងបាទតែជាក់ស្ដែងការពីម្សិលមិញនេះទៀតសមត្ថកិច្ចកម្មគ្រប់គ្រងប្រចាំនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានខិតត្រួតពិនិត្យអធិស្ឋានខិតត្រួតពិនិត្យទំនិញដឹកតាមរទេះរបស់ស្ត្រីវ័យចំណាស់ម្នាក់ដែលទៅរកទីដឹកទំនិញប្រមាណជាជិត10ឆ្នាំមកហើយនោះគឺដោយកម្មគ្រប់គ្រងថាទឹកតែងតែដឹកទំនិញខូចគុណភាពឬក៏គ្មានគោល delay ដូចជាសមនេះគឺឃើញថាត្រួតពិនិត្យទៅឃើញមានទឹកខ្មេះដែលគ្មានការបរិច្ឆេទមានទីតាំងផលិតត្រឹមត្រូវហើយនឹងកម្ទេចនំជាច្រើនដែលត្រូវបានហាមឃាត់ដោយកម្ទេចនំទាំងនេះគឺជាកម្ទេចនំដែលសិស្សពីការផលិតដែលដាក់រាយប៉ាយមិនគួរតែទទួលទាននោះគឺត្រូវបានគេផ្សព្វផ្សាយនៅក្នុងផ្ទះយ៉ាងស្អាតដែលធ្វើឲ្យសមត្ថកិច្ចកម្មគ្រប់គ្រងមានការសង្ស័យទៅលើគ្រូគាត់ក៏ធ្វើការកាក់ត្រួតពិនិត្យក្នុងនោះឃើញថាមាននំកម្ទេចនំជាច្រើនផ្ទះហើយនឹងទឹកខ្មេះជាច្រើនដបដាក់នៅក្នុងផ្ទះយ៉ាងស្អាតផងដែរបាទ